ជំនួសមួយទៀតតាក់ទងលោកគ្រូអាចប្រាប់អំពីកម្រិតនៃការកើតឬដួងបាតរបស់នៃការលៀនចេញរបស់ឬដួងបាតបានដែរវានៅក្នុងកម្រិតណាដូចជាខ្ញុំបត់ជើងមកវាលៀនចេញហើយពេលលាងទឹកស្អាតហើយវាចូលទៅវិញខ្លួនឯងបាទខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់អង្គនិងជំរាបសួរអាយដាមលោកយមទេលោកលោកស្រីញញបងប្អូនកូនក្មួយហើយតើតើមួយប្រធានបទនេះកម្រិតរបស់ឬដួងបាតកម្រិតរបស់ឬដួងបាតបើសិនជាដូចប្អូននិយាយអញ្ចឹងអាហ្នឹងវាស្ថិតនៅក្នុងកម្រិត2ឬដួងបាតពេលកម្រិតរបស់វាមួយណាវាអត់មានបញ្ហាទេកុំឲ្យតែវាមាន inflammation លាកហើយវាដាច់ហូរឈាមអញ្ចឹងណាកម្រិតមួយបើវានៅខាងក្នុងបើយើងបើកprotoscopy បើកទៅឃើញវាគ្រាន់តែប៉ោងហ្នឹងវាអាចលៀនចេញក្រៅទេប៉ុន្តែបើវាមានបញ្ហាលោកថាទៅវាលាកហូរឈាមអីចឹងណាអានឹងបានវាទៅមានបញ្ហាដែលយើងត្រូវបានព្យាបាលវាហើយបើវានៅក្នុងកម្រិត2គឺកម្រិតដូចប្អូនហ្នឹងកម្រិត2ពេលបត់ជើងមកវាលៀនចេញមកខាងក្រៅចឹងទៅពេលយើងបត់ជើងហើយយើងលាងសម្អាតវាចឹងវាចូលទៅវិញខ្លួនវាទៅអាហ្នឹងកម្រិត2បើកម្រិត3បត់ជើងមកលៀនដូចគ្នាកម្រិតរបស់វាហ្នឹងគេមិនចែកថាក្នុងមួយជ្រុងណាសូម្បីតែវាមានជុំវិញក៏ដោយឬក៏វាមានមួយជ្រុងក៏ដោយក៏គេគិតវានៅក្នុងកម្រិត3បត់ជើងមកវាលៀនចេញមកហើយយើងលាងទឹកសម្អាតមិនវាចូលទេក៏យើងយកដៃរុញហ្នឹងទៅបានវាចូលអាហ្នឹងគេស្ថិតនៅក្នុងកម្រិត3បើនៅក្នុងកម្រិត4វាស្ថិតនៅលើឬដួងបាតវាលៀនចេញមកខាងក្រៅតែចាំចំណុចមួយឬដួងបាតគេមិនចែកខាងក្រៅទេគឺគេចែកតែខាងក្នុងទេខាងក្នុងបានគេចែកកម្រិតរបស់វាបើខាងក្រៅគេអាចទៅវាលៀនប៉ុណ្ណាក៏ដោយក៏គេអាចចែកកម្រិតរបស់វាដែរមើលកម្រិត4វាហើមឈឺវាលៀនចេញមកស្រាប់យើងអនាម័យវាដល់អីចឹងទៅឬជួនកាលវាស្ងៀមហ្នឹងវាមានបញ្ហាអីមួយតែធ្វើវាហើមឈឺចឹងទៅលៀនចេញមកខាងក្រៅស្គល់ចឹងទៅហើយធ្វើម៉េចក៏មិនបាត់ដែរហ្នឹងតែទៅមួយការវះកាត់ឬក៏យើងចងហើយបើប្រើថ្នាំក៏វាបាត់ដែរប៉ុន្តែចំណាយពេលរាប់អាទិត្យទៅតម្រាំវាស្រកហើមទៅវិញចឹងណាវាអត់ចូលទៅវិញទេអាកម្រិត4ហ្នឹងវានៅហើមឈឺនៅខាងក្រៅឈឺធម្មតាទេអានឹងពិបាកប៉ុន្តែនៅតិចជាងឬដុំបាត់ខាងក្រៅណាឬដុំបាត់ខាងក្រៅបើវាហើមឈឺពិបាកទ្រាំដោយសារសរសៃ nerve ដែលវារត់សរសៃប្រសាទណាដែលវារត់មកគឺឆ្លងកាត់ផ្នែកខាងក្រៅច្រើនជាងខាងក្នុងអត់សូវទេដូចជាសរីរៈខ្លះសង្ឃថាសរសៃប្រសាទនឹងរត់តិចបំផុតដូចតាក់ទងជាមួយនឹង liver តាក់ទងមួយនឹងថ្លើមហ្នឹងណាបើវាមានបញ្ហាមិនងាយដឹងរោគសញ្ញាទេពិបាកប៉ុន្តែយើងកុំចូលទៅឆ្ងាយវាតាក់ទងមួយធានបទរបស់យើងតាក់ទងមួយនឹងកម្រិតរបស់ឬដុំបាត់ហ្នឹងគឺមាន4កម្រិតហ្នឹង1 2 3 4ហ្នឹងតែចាំសំខាន់អាកម្រិតដែលយើងធ្ងន់ធ្ងរជាងគេគឺកម្រិត4ហ្នឹងគឺវាហើមឈឺដោយអត់អាចធ្វើមិនអត់អាចរុញវាចូលបានទេហើមឈឺនៅខាងក្រៅរហូតហ្នឹងគេហៅកម្រិត4បាទជំរាបលាប្រធានបទរបស់យើងខ្លីៗមានតែប៉ុណ្ណឹង